បុរសម្នាក់ចង់ក្លាយជាទាហានកំពូលដល់ថ្នាក់ហ៊ានចាក់សេរ៉ូមដែលចម្លងពីគម្រោង Super Soldier ចូលក្នុងខ្លួន ដំបូងគេចាក់មួយម្ជុលរួចចងគាត់ជាប់នឹងគ្រោងដែកហើយចាក់ម្ជុលទី2ចូលទៅដល់ខួរឆ្អឹងការជិះចាប់ស្ទើរតែធ្វើឲ្យគាត់ដួលសន្លប់ប៉ុន្តែគាត់នៅតែខំធ្មេញស៊ូព្រោះគាត់ជឿថាបើចង់មានអំណាចត្រូវតែបង់តម្លៃប៉ុន្តែគាត់មិនដឹងទេថាអំណាចដែលខ្លួនប្រាថ្នាចង់បានគឺជាបណ្ដាសាដែលបុរសម្នាក់ផ្សេងទៀតព្យាយាមគេចវេសពីវាអស់រយៈពេលជាច្រើនឆ្នាំបុរសនោះគឺ Bruce Banner ដែលកំពុងលាក់ខ្លួននៅតំបន់អនាធិបតេយ្យឲ្យក្នុងប្រទេសប្រេស៊ីលរាល់ថ្ងៃគាត់ហាត់គ្រប់គ្រងកំហឹងដោយអនុញ្ញាតឲ្យគេវាយកំភ្លៀងមុខ2 ដងដោយមិនតបវិញគាត់តែងតែដកដង្ហើមជ្រៅដើម្បីទប់អារម្មណ៍ព្រោះបើចង្វាក់បេះដូងឡើងខ្ពស់ពេកគាត់នឹងប្រែក្លាយជាហូបថ្ងៃមួយពេលកំពុងធ្វើការនៅរោងចក្រផលិតភេសជ្ជៈគាត់បានកាត់ម្រាមដៃដោយចៃដន្យឈាមមួយដំណក់ធ្លាក់ចុះទៅលើខ្សែសង្វាក់ផលិតកម្ម Banner ភ័យខ្លាំងរត់ទៅបិទម៉ាស៊ីនហើយស្វែងរកភេសជ្ជៈគ្រប់ដបរហូតរកឃើញឈាមនោះគាត់សម្អាតវាចេញហើយបិទរបួសដោយកៅភ្លាមគាត់គិតថាអ្វីរួចរាល់ហើយប៉ុន្តែនៅតែមានឈាម2 3 ដំណក់ជាប់លើដបមួយដបនោះត្រូវបាននាំចេញពីប្រេស៊ីលទៅសហរដ្ឋអាមេរិកហើយបុរសចំណាស់ម្នាក់ទិញវាពីផ្សារគ្រាន់តែផឹកមួយក្អឹកគាត់ក៏ស្លាប់ភ្លាមដោយសារកាំរស្មីហ្គាម៉ាដ៏ខ្លាំងនៅក្នុងឈាមរបស់ Banner ដំណឹងនេះទៅដល់ឧត្តមសេនីយ៍ Ross ក្រោយធ្វើតេស្តគាត់ដឹងថា Bruce Banner កំពុងលាក់ខ្លួននៅប្រេស៊ីលក៏បញ្ជូនកងកម្លាំងពិសេសទៅចាប់ខ្លួនហើយនាំយកទាហានដ៏កាចម្នាក់ឈ្មោះ Emer Blonsky ចូលរួមប្រតិបត្តិការ Ross ប្រាប់ក្រុមថា Banner គឺជាជនរត់គេចខ្លួនហើយបញ្ជាឲ្យចាប់គាត់ទាំងរស់ដោយប្រើកាំភ្លើងសណ្ដំប៉ុន្តែ Banner ដែលរត់គេចអស់ជាច្រើនឆ្នាំមានអារម្មណ៍ដឹងគ្រោះថ្នាក់លឿនជាងគេគាត់រត់គេចចេញភ្លាមហើយអាចគេចផុតពីកងកម្លាំងពិសេសបានដោយប្រុងប្រយ័ត្នមិនឲ្យចង្វាក់បេះដូងលើសកម្រិតពេលកំពុងរត់គាត់ត្រូវក្រុមជើងកាងមួយក្រុមតាមរករឿង Banner ព្យាយាមសុំទោសនិងជៀសវាងការប្រយុទ្ធប៉ុន្តែពួកគេមិនព្រមឈប់ទេនៅពេលចង្វាក់បេះដូងរបស់គាត់កើនឡើងខ្លាំងហុកក៏បង្ហាញខ្លួនគាត់ចាប់ជើងកាងម្នាក់បោកចេញដូចបោះសម្រាមធ្វើឲ្យអ្នកផ្សេងរត់បាត់អស់កងកម្លាំងពិសេសដែលមកដល់ក៏បាញ់កាំភ្លើងសណ្ដំទៅលើហុកប៉ុន្តែមិនអាចចាក់ទម្លុះស្បែករបស់គាត់បានឡើយពួកគេចាប់ផ្ដើមបាញ់គ្រាប់ពិតប៉ុន្តែគ្រាប់កាំភ្លើងគ្រាន់តែដូចរមាស់ស្បែកប៉ុណ្ណោះហុកខឹងខ្លាំងយកបំពង់ដែកធំមួយគប់ត្រឡប់វិញហើយបំបែកជញ្ជាំងរត់គេចខ្លួនក្រោយបរាជ័យ Ross បានប្រាប់ Blonsky ការពិតទាំងអស់កាលពីសង្គ្រាមលោកលើកទី2អាមេរិកបានចាប់ផ្ដើមគម្រោង Super Soldier Bruce Banner ជាអ្នកវិទ្យាសាស្ត្រឆ្នើមម្នាក់បានចូលរួមស្រាវជ្រាវប៉ុន្តែគ្រោះថ្នាក់មួយបានធ្វើឲ្យគាត់ទទួលកាំរស្មីហ្គាម៉ាពេញរាងកាយចាប់តាំងពីថ្ងៃនោះមករាល់ពេលគាត់ខឹងឬចង្វាក់បេះដូងលើសកម្រិតគាត់នឹងប្រែក្លាយជាហុកដែលមានកម្លាំងដ៏អស្ចារ្យក្នុងពេលរត់គេច Banner បានតាក់ទងអ្នកវិទ្យាសាស្ត្រម្នាក់តាមអ៊ីនធឺណិតតែប្រើឈ្មោះ Merblue ដើម្បីស្រាវជ្រាវថ្នាំព្យាបាលថ្ងៃមួយ Merblue ផ្ញើរុក្ខជាតិមួយមកឲ្យ Banner គាត់យកវាមកកិនលាយជាមួយសារធាតុគីមីនិងធ្វើតេស្តជាមួយឈាមរបស់ខ្លួនដំបូងកោសិកាពណ៌បៃតងចាប់ផ្ដើមប្រែពណ៌ក្រហមប៉ុន្តែភ្លាមវាក៏ផ្ទុះឡើងវិញបង្ហាញថាការពិសោធន៍បរាជ័យ Merblue ប្រាប់ថាគាត់ត្រូវយកទិន្នន័យដើមទៅសហរដ្ឋអាមេរិកទើបអាចបង្កើតថ្នាំព្យាបាលបាន Banner សម្រេចត្រឡប់ទៅអាមេរិកទោះដឹងថា Ross កំពុងតាមចាប់គាត់ក៏ដោយក្នុងពេលដំណើរគ្នា Ross ក៏សម្រេចចាក់សេរ៉ូម Super Soldier ចូលក្នុងខ្លួន Blonsky ក្នុងបរិមាណដ៏ច្រើនដើម្បីបង្កើតទាហានដែលអាចប្រយុទ្ធជាមួយ Hulk បានចំណែក Banner បានលាក់ខ្លួននៅហាងភីសារបស់មិត្តចាស់នៅទីនោះគាត់បានជួបអតីតសង្សារ Betty Voss ដែលជាកូនស្រីរបស់ឧត្តមសេនីយ៍ Voss ដោយចៃដន្យ Betty ភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយដេញតាមគាត់ទីបំផុតអ្នកទាំងពីរបានជួបគ្នាវិញហើយអបគ្នាកណ្ដាលភ្លៀងបន្ទាប់ពីបែកគ្នាជាច្រើនឆ្នាំ Betty បានប្រគល់ Esper ដែលផ្ទុកទិន្នន័យស្រាវជ្រាវឲ្យ Banner នៅយប់នោះខណៈអ្នកទាំងពីរកំពុងមានពេលវេលាផ្អែមល្ហែមជាមួយគ្នាឧបករណ៍វាស់ចង្វាក់បេះដូងរបស់ Banner ស្រាប់តែបន្លឺសំឡេងព្រមានបេះដូងរបស់គាត់កំពុងលោតលឿនខ្លាំងហើយបើមិនបញ្ឈប់ទេ Hulk នឹងលេចចេញមកម្ដងទៀត